ស្ទេគ្នាខ្ញុំនៅបន្តស្អីរឿងចូលវិស័យ Venture ទៅពីបន្តហើយដូច្នេះក៏បាត់ខាត់ពេលលីយូតោះគ្រាន់តែពើពើស្លាប់ភ្លាមដំណឹងហ្នឹងបានការលេខខ្សែភីឡំពេញតែម្ដងធ្វើក្រុម Mafia ទាំងអស់ឬគម្រោងចង់លួចយកទ្រព្យសម្បត្តិរបស់ប៉ប៉ោដែលនៅសេសសល់កម្មការកូនចៅរបស់ Bruno នៅវិញយើងក៏បានណែនាំឲ្យមកស្គាល់ពួកគេផងដែរដែលម្នាក់សក់បីមានឈ្មោះថា Abacio ម្នាក់ពាក់មួកហ្នឹងមានឈ្មោះថា Mista ម្នាក់មួយសក់ពណ៌លឿងហ្នឹងមានឈ្មោះថា Fugo ហើយម្នាក់មួយក្មេងជាងគេហ្នឹងមានឈ្មោះថា Narancia នៅពេលដែល Mista បានងើបឈរឡើងបានកាសសេលើឡូតែម្ដងដោយសារតែគេបានយកនំខេកចំនួន4ដុំយកមកឲ្យគាត់ធ្វើគាត់អត់សុបាយចិត្តទេព្រោះថាលេខ4គឺលេខសយពេលដែល Narancia បានយកលេខគុណដែល Fugo បានតែឲ្យគាត់យកទៅឲ្យ Fugo មើលថាត្រូវគាត់ហើយខ្លួនគាត់គិតខំ Fugo បានតែយកសមបញ្ជាក់គាត់តែម្ដងបញ្ជាក់ក្បាលបោកទៅទឹកផងដែរក៏តែពេលដែល Narancia បានតែដកក្បាច់យកមកគម្រាមតែម្ដងតតែ Bruno បានចូលមកដល់ទៅពួកនឹងឈប់អញញ៉ៃរួច Bruno បានតែណែនាំជាមួយ Chono ទៅកាន់ពួកគេផងដែរដែលមើលទៅដំបូងពួកគេគឺខ្វល់ទេហើយនៅពេលដែល Bruno គាត់រវល់ជានៅខាងក្រៅនៅពេលដែល Abacio បានតែនោមដាក់ជាមួយប៉ាន់តាតែម្ដងបានចាក់វាឲ្យទៅកាន់ Chono ផឹក Chono គាត់ដឹងក៏តែគាត់បានតែលើកមកដាច់តែម្ដងដែលធ្វើពួកគេភ្ញាក់ផ្អើលខ្លាំងតែព្រោះថាមិនស្មានថា Chono ហ៊ានផឹកទឹកនោមតែតាមការពិត Chono បានតែប្រើជាមួយគ្មានរបស់គាត់ឲ្យទៅជាខ្ញាល់សមុទ្រដើម្បីវាបឺទឹកនោមចូលទៅអស់ខ្លួនឯងពេលដែល Bruno បានកាប់បវរពួកគេទៅធ្វើ mission មួយតែម្ដងនឹងបានជីកកប៉ាល់ទៅកាន់កណ្ដាលសមុទ្រនៅពេលមកដល់គាត់បានប្រាប់កម្ពុជាថានៅពេលដែលប៉ប៉ោត្រូវបានគេសម្លាប់បាត់ទៅហើយនៅពេលនេះទ្រព្យសម្បត្តិរបស់ប៉ប៉ោដែលមានតម្លៃដល់ទៅ10 billion ដុល្លារហ្នឹងគឺត្រូវបានកល់ទុកនៅកន្លែងមួយតែមានតែគាត់ទេដែលដឹងពេលនេះNaranciaត្រូវបានវាយម្យ៉ាងទាញចូលខាងក្នុងបាត់នៅពេលពួកគេបានដើរទៅមើលក៏បានឃើញថាសត្វ3ជើងរបស់ Narancia មកជាងតែប៉ុណ្ណោះហើយមកស្ទុះក្រោយមកស្រោម Mista បាត់ខ្លួនអស់ម្នាក់ទៀតឃើញចឹង Fugo បានតែជាស្វែងរកគាត់តែម្ដងតែ Fugo ក៏ត្រូវបានបាត់ខ្លួនម្នាក់ទៀតផងដែរឃើញចឹងពួកគេទាំង3នាក់បានតែមកផ្អែកខ្នងដាក់គ្នាតែម្ដងដើម្បីការពារកុំឲ្យសត្រូវអ្វីប្រហារទៅពេលនោះ Chono បាននិយាយថាពួកគេទាំង3នាក់គឺអត់ទាន់ស្លាប់ទេដោយសារតែគាត់បំរើជាមួយ3ជើងរបស់ Narancia ឲ្យវាហោះទៅរើជាមួយម្ចាស់រយវិញក៏ឲ្យរយហោះចុះឡើងចុះឡើងចឹងហើយមានថាពួកគេទាំង3នាក់គឺនៅរស់ទេត្រូវបានស្រូវចាប់ធ្វើជាចំណាក់ខ្មាំងគឺចឹង Bruno ប្រាប់ Abacio ជាសកម្មភាពទៅក៏តែ Abacio បែរខ្សែព្រោះគាត់គឺអត់ទាន់ជឿទុកចិត្តទៅលើ Chono ទេព្រោះគាត់ខ្លាចថា Chono គឺជាគ្នារបស់សត្រូវទាំងឯងឃើញចឹង Chono ក៏ស្ងៀមចិត្តថាទោះឲ្យគាត់ជាអ្នកចូលទៅវិញមកស្ទុះទៅកាន់កន្លែងដែល Fugo បាច់ខ្លួនតែម្ដងក៏តែពេលនោះក៏មាន Mr. វិញម្យ៉ាងបានការស្ទុះមកចាក់ជាមួយ Chono ក្រោយខ្នងទៅធ្វើគាត់ធូរដូចជាពីប៉ោងយ៉ាងចឹងតែឃើញចឹង Abacio ងើបឡើងតែម្ដងរួចរឿងបានបង្ហាញពីប្រវត្តិរបស់ Abacio ដែលគាត់គឺជាមន្ត្រីប៉ូលីសម្នាក់នៅក្នុងប្រទេសអ៊ីតាលីហ្នឹងតែគាត់គឺចង់ធ្វើជាប៉ូលីសដ៏ល្អម្នាក់ក៏តែពិភពលោកគឺមានល្អមួយគាត់វិញទេដែលនៅពេលដែលប៉ូលីសយឺតយ៉ាវបន្តិចបន្តួចប្រជាជនតែស្រែកជេរទៅកាន់ប៉ូលីសហើយនៅពេលដែលប៉ូលីសបានចាប់បានកូនអ្នកធំឬក៏អ្នកមានអំណាចពួកគេគឺបានជាប់គុកឬក៏ផ្ដន្ទាទោសឲ្យធំដុំទេតែពួកគេអាចចេះលុយរំដោះខ្លួនជាពីគុកនិងសំណាញ់ច្បាប់បានធ្វើឲ្យAbacioអត់ក្តីសង្ឃឹមទៅលើច្បាប់តែម្ដងចឹងហើយគាត់បានការវិវត្តខ្លួនទៅជាប៉ូលីសពុករលួយតែម្ដងទៅហើយដោយសារតែអំពើពុករលួយរបស់គាត់នឹងហើយនៅថ្ងៃមួយនៅពេលដែលគាត់បានការចូលទៅចាប់ជាមួយឃាតករតែប្រុសហ្នឹងគឺជាបរិសុទ្ធដែលបានការសោកលួយគាត់នឹងឯងតែឃើញចឹងវាបានការគំរាមជាមួយនឹងរឿងដែលAbacioគឺជាប៉ូលីសពុករលួយហើយហ៊ានតែAbacioចាប់វាហ្នឹងគឺវានឹងប្រាប់ជាមួយនឹងរឿងដែលAbacioគឺជាប៉ូលីសពុករលួយទៅកាន់ខាងក្រៅតែម្ដងហើយនៅពេលដែលAbacioពងស្ទាក់ស្ទើរបានការដកកំភ្លើងយកបាញ់គាត់ក៏តែជាស្នាមអំភ័យរបស់គាត់បានការយកខ្លួនមករងជំនួសគាត់ជាហេតុធ្វើឲ្យគាត់មានវិដិសេរីដល់សប្តាហ៍ថ្ងៃហើយចាប់ថ្ងៃមកគាត់ក៏លែងមានការងារធ្វើបន្តទៀតដើរវាយគ្នាប្រមឹកអួវនួរឡើងពេញតែម្ដងរហូតដល់គាត់បានការតិចជួជាមួយនឹងBrunoតាមផ្លូវហើយបានផ្ដល់ឱកាសឲ្យAbacioជាលើកទី2ផងដែរហើយនៅពេលដែលChonoត្រូវបានស្ត្រីស្ទែនទីញាតិបាត់Abacioគឺអភ័យទេដោយសារតែគាត់បានឃើញថាព្រួយរបស់ChonoគឺនៅហោះដដែលចឹងហើយមានថាChonoគឺនៅរស់Abacioនៅការបញ្ចេញជាមួយថាមពលស្ទែនរបស់គាត់ចេញមកតែម្ដងដែលមានឈ្មោះថា Moody Blueដែល STEM ហ្នឹងគឺមានសមត្ថភាពក្នុងការចាក់ជាមួយនឹងរូបភាពអតីតកាលឡើងវិញបានហើយវានឹងការប្រែកាឡាទៅជា Narancia តែម្ដងនឹងការបង្ហាញពីរូបភាពនៅមុនពេលដែលNaranciaត្រូវបាន enemy stand ទាញទៅដោយក៏នឹងការធ្លាយខ្យល់ចេញមកដូចជាពេលប៉ោងយ៉ាងចឹងតែប៉ុណ្ណឹងគាត់អាចស្វែងរកឃើញជាមួយទីតាំងដែល enemy stand មិនយករាងកាយរបស់ Chono និងអ្នកដទៃទៀតទៅលាក់កន្លែងណាបានហើយព្រោះហើយគាត់នឹងការប្រាប់ឲ្យ Bruno ទៅការវាយជាមួយកន្លែងមួយតែម្ដងហើយទៅពេលBrunoបានការវាយទៅកាន់កន្លែងមួយហ្នឹងបានការប្រើវាខ្សែរួចក៏បានឃើញថាអត់មេទាំងអស់ខាងហ្នឹងធ្វើពួកគេភ្ញាក់ផ្អើលខ្លាំងតើព្រោះស្តារបស់Abacioនឹងជាប់ទីកន្លែងហ្នឹងក៏តែពួកគេបាច់ជារមកឃើញអ្វីទាំងអស់ហើយនៅពេលដែរenemy stand បានការស្ទុះមកវាយប្រហារទៅកាន់Abacioតែម្ដងនឹងបានការចាប់គាត់បានម្នាក់ទៀតតែរឿងធ្វើBrunoខឹងខ្លាំងមែនតើនឹងការប្រភេទមួយ stand របស់គាត់បាយទូកន្លែងហ្នឹងបង្កើតជាប្រហោងនៅប៉ុណ្ណានៃតែម្ដងក៏
ក៏តែគាត់នៅតែមិនអាចរកឃើញជាមួយនឹង enemy stand ទីកន្លែងបានដែរព្រោះហើយបានតែការនិយាយទៅកាន់ Bruno ថាបើសិន Bruno ចង់បានជាមួយគ្នារបស់ខ្លួនឯងត្រឡប់ទៅវិញត Bruno ប្រាប់ទីកន្លែងលាក់ទ្រព្យសម្បត្តិរបស់ Popo ក៏តែពេលនោះដែរ Bruno បានតែការបដិសេធតែម្ដងព្រោះថាគាត់គឺអត់មានត្រូវខ្លាចវាទៀតទេតែគាត់ទៅការប្រភេទជាមួយថាពលរបស់គាត់មិញហ្នឹងទៅការវាយធ្លុដល់បាតទូកណធ្វើទូកហ្នឹងត្រូវបានទឹកជ្រាបចូលឡើងពេញតែម្ដងធ្វើទូកចាប់តាមលេចឃើញចឹង Bruno បានតែការបញ្ញាហត់ទៅតោងខាងលើពេលនោះទូកបានតែការប្រេះចេញជាពីរតែម្ដងបង្ហាញថាតែប៉ុន្តែទូកគឺមានពីរតែវានៅលើគ្នាឃើញចឹង Bruno បានតែការបញ្ញាហត់ឡើងលើទូកមួយទៀតតែម្ដងទៅពេលនោះដែរ enemy stand បានតែការបង្ហាញខ្លួនចេញមកដើម្បីតែការយកជំងឺបាកាយ៉ូមកធ្វើជាចន្ទខ្មាំងតែ Bruno គាត់ខ្លាញ់តែគាត់បានតែការប្រែដៃគាត់ឲ្យទៅជាខ្សែហួតរូបបានតែការគប់វាទៅកាន់ enemy stand វាយមួយដៃតែម្ដងតែបានតែការប្រែជាមួយករបស់វាឲ្យជាខ្សែហួតផងដែរបដាច់វាធ្វើកមកតែម្ដងរហូត Narancia Fugo ជាមួយនឹង Bagayo បានតែការទាត់ជាមួយខ្លួនប្រាណរបស់វាដើម្បីសងសឹកទៅរហូត Mista ក៏បានតែការយកជាមួយទៅពួក Stuther មកចូលជាមួយផ្នែករបស់វាតែម្ដងនិងបានយកវាទៅជួយជាមួយប្រកាន់ដៃទូផងដែរនិងបាននាំគ្នាចាក់មញេរំតែម្ដងក៏បានឌឺវាអត់ចិត្តហើយពេលនោះដែរបាកាយ៉ូបានតែការបង្ហាញកាន់ពួកគេថាតែប៉ុន្តែវាមិនធ្វើការម្នាក់ឯងទេវាធ្វើការមានជាមួយគ្នាវាម្នាក់ទៀតតែវាបានដឹងថាទ្រព្យសម្បត្តិបានទុកនៅលើកោះមួយដែលនៅក្បែរហ្នឹងក៏តែពួកវាដឹងថាលាក់នៅកន្លែងណានោះទេពេលនោះដែរចូលនៅក៏មានកណិតមួយដែលគាត់ចង់ធ្វើការហែកទឹកទៅកាន់ច្រាំងមុនដើម្បីទៅចាត់ការជាមួយ enemy stand ហ្នឹងឃើញចឹង Mista ក៏បានតែការស្ម័គ្រចិត្តទៅតាមគាត់ដែរទៅហើយនៅពេលដល់ចូលនៅព្យាយាមស្វែងរកជាមួយ enemy stand ខ្លាំងមែនតើក៏តែ Mista បែរជារៀបចំអាហារញ៉ាំទៅវិញព្រោះចូលនៅហួសចិត្តខ្លាំងមែនតើសួរទៅកាន់វាថាតើវាបងធ្វើអីគេក៏តែពេលនោះដែរ Mista បន្តទៅគាត់វិញថាអាហារទាំងអស់ហ្នឹងគឺមិនសម្រាប់គាត់ទេគឺសម្រាប់ជាមួយនឹង stand របស់គាត់តែ stand របស់ Mista គឺថាទូចខ្លាំងមែនតើហើយវាគឺស្ថិតនៅក្នុងកាភ្លើងរបស់គាត់ហើយគាត់បានតែការយកជាមួយនឹង hot dog បានចន្ទិតយកទៅបញ្ចុកពួកវាផងដែរហើយក្រោយវាបានតែការបញ្ចុកពួកវារួច Mista ក៏បានតែការដើរទៅកាន់កន្លែងស្ដាប់វិទ្យុតែម្ដងហើយនៅពេលគាត់ទៅដល់ចូលនៅបានតែការឃ្លាំមើលពីចម្ងាយនិងបានតែការវាយអេកុំហើយជាមួយ enemy stand ផងដែរពេលនោះដែរវាបានតែការតបហើយធ្វើចូលនៅបានថាវាគឺនៅក្នុងអាទះទូចមួយដែល Mista បានតែការទៅពួនក្បាលនឹងឯងតែឃើញចឹងចូលនៅព្យាយាមផ្ដល់សញ្ញាឲ្យ Mista ឃើញ Mista បានតែការដើរចេញទៅតែម្ដងហើយនៅពេលដែល Mista ប៊ីដើរហួរទៅហើយចូលនៅក៏សម្រេចថាស្រែកដាក់វិទ្យុតែម្ដងថាវានឹងមកប្រអួចនឹងធ្វើឲ្យវិទ្យុលាន់ដល់ខាងក្រៅធ្វើ Mista លឺបានតែការបើកកណ្ដងកំភ្លើងបាញ់ចូលទៅខាងក្នុងតែម្ដងអស់ពីរគ្រាប់ហើយវាបានការកិច្ចផុតក៏តែពេលនោះគ្រាប់ភ្លើងរបស់ Mista បានតែការនាំគ្នាទាត់ជាមួយគ្រាប់ភ្លើងហោះទៅបុកជើងរបស់វាធ្វើវាបានតែការធ្លុះជើងចេញឈាមតែម្ដងហើយនៅពេល Mista បានតែការចូលទៅដល់ក៏បានឃើញថាអានឹងបានគេឃ្លុំបាត់ទៅហើយនៅពេលគាត់ទៅកាប់ជិមដើររកវាបានឃើញជារវានៅក្បែរឡានមួយកន្លែងចឹងហើយពេលគាត់ដើរជិតវាពេលតែឡាននេះបានតែការប្រឆេះចេញទៅតែម្ដងឃើញចឹង Mista ក៏ញញហត់ទៅតោងឡាននេះបានតែការបញ្ជូនទៅកាន់តកង់ឡានផងដែររឿងបានបង្ហាញពីប្រវត្តិរបស់ Mista ដែល Mista គាត់គឺជា Steel ម្នាក់ការពីគាត់នឹងអត់ទាន់ចូលជាមួយនឹងក្រុម Mafia នឹងតែដើរវាយជាមួយនឹងពួក gang ឆ្លើយផ្សេងទៀតនឹងយកលុយពួកវាតែពេលខ្លះគាត់ក៏ត្រូវបានគេវាយវិញផងដែររហូតដល់ថ្ងៃមួយគាត់បានតែការដើរទៅឃើញជាមួយនារីម្នាក់ដែលកំពុងត្រូវបានគេធ្វើបាបនៅក្នុងឡានមួយកន្លែងអញ្ចឹងហើយគាត់បានតែការបញ្ញាប់ចូលទៅជួយគេទៅធ្វើពួកវាខឹងបានតែការដកកំភ្លើងយកបាញ់គាត់តែម្ដងក៏តែមកជាហ៊ានពីគ្នាពួកវាបែរជាបាញ់ខុសគាត់ទៅវិញតែឃើញចឹង Mista ក៏បានតែការទៅវាយដណ្ដើមយកកំភ្លើងពីវាតែម្ដងបានឈើមកកន្លែងដាក់គ្រាប់ហើយគ្នាវាឡើង3នាក់បាញ់កំភ្លើងមកមិនត្រូវគាត់តែសំបីទៅមកគ្រាប់ព្រោះហើយ Mista ក៏បានតែការអាមេគ្រាប់កំភ្លើងមកការបាញ់ពួកវាម្នាក់គ្រាប់ចូលក្បាលទាំងអស់តែម្ដងហើយតាំងតែគាត់គឺតែបានកាន់កំភ្លើងសំបីម្ដងហើយនេះគឺជាលើកទី1ដែលគាត់បានធ្វើការសម្លាប់ជាមួយមនុស្សកម្មពេលបច្ចុប្បន្នវិញពេលហ្នឹង Mista ក៏បានធ្វើការបែកកណ្ដងកំភ្លើងទៅបាញ់ជាមួយនឹងenemy stand ដែលវាពួននៅលើឡានទៅវិញហើយមូលហេតុដែលគាត់ដឹងថាតកង់ឡានគឺមិនជា enemy stand ដោយសារជើងរបស់តកង់ឡានគឺមិនត្រូវរបួសទេនៅពេលហ្នឹង enemy stand បានធ្វើការងើបឡើងវិញតែម្ដងស៊ីមគ្រប់កដាក្បាលហើយវានៅតែអីទៀតបានធ្វើការបង្ហាញជាមួយ Tempo stand របស់វាផងដែរ Tempo របស់ stand វាហ្នឹងគឺអាចធ្វើការបង្កកជាមួយរបស់វាម្យ៉ាងឲ្យហោះនៅលើអាកាសបានឬក៏ជាប់គាំមកកន្លែងនឹងឯងហើយវាបានតែការប្រឈប់ជាមួយគ្រាប់កំភ្លើងរបស់ Mista មុនចាក់ចូលដល់ខួររបស់វាចឹងឲ្យធ្វើវានៅរស់ហើយគេគិតថា Mista អស់គ្រាប់ហើយវាក៏ចង់ធ្វើការស្ទុះទៅវាយប្រហារ Mista ក៏តែពេលនោះ Mista ក៏បានធ្វើការដកគ្រាប់កំភ្លើងរបស់គាត់ទៅគាត់លាក់ក្នុងមួងចេញមកតែម្ដងបានធ្វើការដាក់វាគ្រាប់ចំពងកធ្វើធ្លាក់លើឡានបាត់ទៅហើយពេលបានធ្វើការបើកមើលគ្រាប់របស់គាត់ក៏បានឃើញថាគាត់សល់តែ4គ្រាប់តែប៉ុណ្ណោះធ្វើវាចង្រៃខ្លាំងមែនទែននៅពេលនោះដែរ enemy stand វាអត់ទាន់ងាប់ទេនឹងបានធ្វើការប្រកបជាមួយដុំថ្មតោងមកកាក់មុខឡានតែម្ដងហើយវាបានធ្វើការបញ្ចេញជាមួយគ្រាប់កំភ្លើងរបស់ Mista បាញ់ទៅកាន់វាមុននឹងបានធ្វើការប្រកបនៅលើអាកាសនិងបានធ្វើការគោះវាចុះឡើងបង្កើតជាមួយនឹងសម្ពាធឲ្យវាហើយនៅពេលដែលវាធ្វើការបាញ់ទៅកាន់ Mista វិញគឺថាកម្លាំងវាស្មើទៅនឹងគ្រាប់កំភ្លើងដើមជើងបានធ្វើការបាញ់ធ្លុះពោះរបស់ Mista តែម្ដង
ធ្វើគាត់ដួលទៅខាងក្រោយរស់ហើយបានការហក់ឡើងទៅលើឡានផងដែរនឹងចង់ទៅកាត់ដាំគ្រាប់ទៀតទៅកាន់មីស្តាក៏តែមីស្តាខ្លាញ់ទេសារតែមុនហ្នឹងគាត់បានការបាញ់ជាមួយគ្រាប់ភ្លើងទៅកាន់វា3គ្រាប់ទៀតដែលពេលហ្នឹងគាត់សតតែមួយគ្រាប់ទេដែលមួយគឺគ្រាន់បើជាង4ព្រោះថាគាត់បានកាប់បាញ់ទៅកាន់វាមួយគ្រាប់ទៀតតែម្ដងក៏តែពេលនោះវាបានការហាមាត់ទប់ជាមួយគ្រាប់ភ្លើងមួយហ្នឹងដើម្បីកុំឲ្យគ្រាប់ភ្លើងបាញ់ចូលក្បាលរបស់វាហើយនៅពេលចង់ទៅកាប់បាញ់ទៅកាន់មីស្តាម្ដងទៀតនៅពេលនោះ Stan រមមីស្តាក៏បានទៅការនោះគ្នាឡើងនៅលើគ្រាប់ភ្លើងនៅវាកំពុងគោះតែម្ដងហើយនៅពេលគ្រាប់ភ្លើងបាញ់ចេញទៅពួកវាបានការហក់ទៅទាល់គ្រាប់ភ្លើងបើត្រឡប់មកក្រោយវិញហើយចឹង Stan រវាព្យាយាមវាយគ្រាប់ភ្លើងចេញដែរក៏តែនៅពេលនោះដែរគ្រាប់ភ្លើងបានការបែកចេញជាពីរហើយមកកណ្ដាស់ទៀតបានការហត់ទៅបុកជាមួយកណ្ដាលក្បាលរបស់វាហ៊ុនជាមួយគ្រាប់ភ្លើងចាំងឬធ្វើវាលិចជ្រៅជាមុនថែមទៀតធ្វើវាបែកខួរក្បាលដួលបាត់ទៅព្រោះហើយ Mista ក៏បានការជួបជុំគ្នាវិញផងដែរហើយនៅពេលដល់ Fugo ក៏បានការយកជាមួយ Deacon មកគប់ជាមួយនឹងរបួសរបស់គាត់ឆៅតែម្ដងហើយពេលនោះដែរ Bruno បានប្រាប់ទៅកាន់ពួកគេថានៅពេលនេះពួកគេត្រូវរងចាំជាមួយបរិមម្នាក់ហើយនៅពេលពួកគេរងចាំពេលនោះមានអ្នកអនាម័យពីរនាក់បានការបោះស្មាតកន្លែងហ្នឹងជាងហើយនារ៉ាន់ឆាព្យាយាមទៅដេញពួកគេនឹងយកកបិតទៅគំរាមពួកគេផងដែរក៏តែពេលនោះដែរអ្នកលេងប៉ះអ្នកមែនពេលនោះដែរនារអនាម័យម្នាក់ហ្នឹងក៏បានការយកកបិតមកប្រជុំជាមួយនឹងនារ៉ាន់ឆាវិញផងដែរធ្វើនារ៉ាន់ឆាភ័យខ្លាំងតែក៏តែពេលនោះ Bruno ក៏បានចេញមកខាត់ជាមួយអ្នកទាំងពីរនឹងបានការអង្គគ្រប់ទៅកាន់បរិមម្នាក់ដែលជាអ្នកអនាម័យកន្លែងហ្នឹងមកហាញថាប៉ាក់ហ្នឹងគឺជាម្នាក់ក្នុងចំណោម9នាក់ដែលជាម៉ាហ្វៀធំផុតនៅកម្ពុជាអ៊ីតាលីហ្នឹងឯងរហូត Bruno បានការនាំគាត់ទៅយកជាមួយទ្រព្យសម្បត្តិរបស់ប៉ប៉ផងដែរដែល Bruno បានការយកវាទៅលាក់ក្នុងប្រគុណរហូត Bruno បានការប្រើជាមួយជាងក្បែរហ្នឹងដោយខ្លីជាខ្សែរួចតែបានការបង្ហាញជាមួយមាសប្រាក់ចេញមកផងដែរហើយក៏បានបណ្ឌិតដឹងថាទ្រព្យសម្បត្តិគឺជាទ្រព្យសម្បត្តិមែនទែនហើយគឺបានការប្រម៉ូទជាមួយ Bruno ឲ្យឡើងទៅជាម្នាក់ក្នុងចំណោម9នាក់នៃមេម៉ាហ្វៀក្នុងប្រទេសអ៊ីតាលីហ្នឹងព្រោះហើយគាត់បានការឲ្យជាមួយការងារមួយទៅកាន់ Bruno តែម្ដងតែកាលពីប៉ប៉នៅរងគឺវាមានការងារមួយដែលត្រូវបានមេបញ្ជាមកថែផ្ទាល់តែម្ដងហើយប៉ប៉វាធ្វើការទាន់ចាប់ផងវាបានងាប់បាត់ទៅការងារនោះគឺធ្វើការមើលថែជាមួយកូនស្រីរបស់ boss តែធ្វើពួកគេភ្ញាក់ផ្អើលខ្លាំងមែនទែនដែល boss គឺមានជាមួយកូនស្រីហើយក៏បានទៅកាន់ពួកគេថែមទៀតថាក្រោយពីប្រពន្ធរបស់ boss ត្រូវបានស្លាប់បាត់បង់ជីវិតទៅព័ត៌មានដែល boss មានកូនស្រីក៏ត្រូវបានបែកធ្លាយផងដែរចឹងហើយមានមន្ត្រីច្រើនចង់សម្លាប់ជាមួយនឹងកូនស្រីរបស់ boss ចឹងហើយគាត់ចង់ទៅការឲ្យ Bruno ទៅការមើលថែជាមួយនឹងនាងនឹងឯងនឹងបានទៅការដើរទៅនិយាយជាមួយនឹង Bruno បន្តិចបន្តួចនឹងបានទៅការដល់ជាទីកន្លែងបាត់ទៅហើយគាត់ដើរចេញទៅបាត់ពេលនោះដែរនាងបានទៅការដើរចេញមកវិញដែលឈ្មោះនាងមានឈ្មោះថា Trish តែនាងសុំឲ្យ Fugo ដោះអាវនាងដែល Fugo ត្បូងថ្មនាងល្ងាអត់មានអាវពាក់ចឹងទៅក៏តែពេលគាត់ដោះអាវនាងបែកជាដៃរបស់នាងទៅជួយជាមួយអាវរបស់គាត់ទៅវិញហើយនាងចាប់ដើមលេងរឹកតែម្ដងបានប្រាប់កម្មពួកគេថាអូនាងអត់ធ្វើចេះអ្នកធ្វើចោះអ្នកញ៉ាំនេះអ្នកញ៉ាំចោះចឹងទៅនាងធ្វើការចេះអ្នកធ្វើការចោះចឹងទៅធ្វើពួកគេច្រាញ់ខ្លាំងមែនទែនហើយរឿងដែល Shores ត្រូវបានមើលថែទៅដោយ Bruno គឺអត់យូរទេត្រូវបានលេចដល់ក្រុមគិតកោទាំងអស់តែម្ដង